យាយថាទេចំពោះព័ត៌មានคล้ายជំរាបសួរនាងខ្ញុំប្រធានមន្ត្រីព័ត៌មានខេត្តកំពង់ស្ពឺបញ្ញាយើងរួមគ្នាផ្សាយព័ត៌មានពិតដើម្បីកម្ចាត់ព័ត៌មានคล้ายផលិតឬចែកចាយព័ត៌មានคล้ายគឺបំផ្លាញខ្លួនឯងគ្រួសារនិងសង្គមជាតិយើងរួមគ្នាដើម្បីកម្ពុជាគ្មានព័ត៌មានคล้าย ជំរាបសួរនាងខ្ញុំជាមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺសូមបដិញ្ញាចិត្តថាមិនបង្កើតមិនចែករំលែកព័ត៌មានคล้ายនិងលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋក្នុងប្រយ័ត្នខ្ពស់មុនពេលផ្សព្វផ្សាយព័ត៌មាននិងចែកចាយព័ត៌មាននិងចូលរួមពន្យាប្រឆាំងព័ត៌មានคล้ายដើម្បីចូលរួមចំណែកដល់សន្តិសុខព័ត៌មាននិងសង្គមជាតិកម្ពុជាសូមអរគុណ ជំរាបសួរខ្ញុំជាមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺកុំជឿភ្លាមសូមពិនិត្យមើលថាតើព័ត៌មាននេះចេញពីស្ថាប័នប្រភពដែលមានការទទួលស្គាល់និងគួរឲ្យទុកចិត្តដែរឬទេព័ត៌មានคล้ายត្រូវបន្សាបដោយព័ត៌មានពិតសូមអរគុណ សូមជម្រាបសួរនាងខ្ញុំជាមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺព័ត៌មានคล้ายគឺជាព័ត៌មានមិនពិតបំភាន់ឬខុសឆ្គងដែលត្រូវបានបង្កើតឡើងក្នុងទម្រង់ជាព័ត៌មានពិតហើយត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយជាពិសេសលើបណ្ដាញសង្គមប្រើប្រាស់បណ្ដាញសង្គមដែលការទទួលខុសត្រូវកុំធ្វើជាឧបករណ៍នៃព័ត៌មានคล้ายសូមអរគុណ សូមប្រយ័ត្នព័ត៌មានคล้ายជាមេរោគក្នុងសង្គម Digital យើងនិយាយថាទេចំពោះព័ត៌មានคล้าย យើងនិយាយថាទេចំពោះព័ត៌មានคล้าย